យល់សពទិញឡានថ្មីក្នុងជីវិតពិតត្រូវប្រយ័ត្នខ្ពស់ប្រសិនយល់សពទិញឡានថ្មីត្រូវបានបកស្រាយតាមអត្ថន័យខុសៗគ្នាព្រោះរថយន្តគឺជាយានជំនិះដែលតំណាងឲ្យការចល័តនិងការផ្លាស់ប្ដូរក្នុងនោះដែរទំនាយនៃការយល់សពទិញឡានថ្មីភាគច្រើនជាប្រផ្នូលមិនល្អតម្រូវឲ្យម្ចាស់យល់សពមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងជីវិតពិតយល់សពទិញឡានថ្មីយោងតាមតម្រាទូទីសុបិនបានឲ្យដឹងថាក្នុងអំឡុងពេលនេះនឹងមានញាតិសន្តានឬមនុស្សចាស់មានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗរបស់អ្នកមិនតែប៉ុណ្ណោះយល់សពនេះចង់ប្រាប់ថាអ្នកនឹងមានការធ្វើដំណើរផ្លូវឆ្ងាយអាចត្រូវផ្លាស់ប្ដូរកន្លែងធ្វើការឆ្ងាយពីស្រុកកំណើតឬអាចធ្វើដំណើរទៅក្រៅប្រទេសដោយសារការងារមួយវិញទៀតអ្នកអាចនឹងធ្វើដំណើរសម្រាប់វិស្វកម្មផ្លូវឆ្ងាយប៉ុន្តែត្រូវប្រយ័ត្នគ្រោះថ្នាក់តិចតួចរួមទាំងបញ្ហាសុខភាពដែលត្រូវមើលថែខ្លួនឲ្យបានល្អប្រសើរប្រសិនបើអ្នកធ្វើការច្រើនគួរតែរកពេទ្យសម្រាប់ខ្លះយល់សពទិញឡានពណ៌ក្រហមទូទីថាក្នុងជីវិតពិតត្រូវប្រយ័ត្នបញ្ហាសុខភាពជាពិសេស stress ដែលអាចកើតឡើងពីភារកិច្ចការងាររួមទាំងបន្ទុកគ្រួសារកើនឡើងយល់សពទិញឡានពណ៌សចូលប្រយ័ត្ននឹងពាក្យសម្ដីរបស់អ្នកព្រោះវាអាចនាំមកនូវបញ្ហាជាពិសេសបញ្ហាជាមួយអ្នកគ្រប់គ្រងសាច់ញាតិឬចាស់ទុំប្រសិនបើអ្នករកស៊ីជាមួយមិត្តភ័ក្តិចូលប្រយ័ត្នចំពោះការចែករំលែកផលប្រយោជន៍គួរតែមានការយុត្តិធម៌តាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យមានរឿងឈឺក្បាលនៅពេលក្រោយយល់សពទិញឡានពណ៌ខ្មៅយល់សពនេះជាសញ្ញាប្រាប់ឲ្យដឹងជាមុនថាមនុស្សជិតស្និទ្ធនឹងនាំបញ្ហាមកឲ្យអ្នកម្យ៉ាងទៀតអ្នកគួរតែប្រយ័ត្នចំពោះសុខភាពជាទីបំផុតប្រសិនបើមានភាពតានតឹងពេកអ្នកអាចនឹងឈឺហើយប៉ះពាល់ដល់ផ្នែកផ្សេងទៀតធ្ងន់មិនខានយល់សពមានគេទិញឡានថ្មីឲ្យជីវិតក្នុងអំឡុងពេលនេះនឹងជួបរឿងថ្មីយ៉ាងណាមិញចូលប្រយ័ត្នចំពោះហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិអ្នកអាចនឹងបាត់បង់ឬមានមនុស្សសុំខ្ចីបុលយល់សពឃើញរថយន្តបញ្ជាក់ពីសំណាងជោគលាភនិងប្រផ្នូលឲ្យដល់ជីវិតសវណ្ណឃើញឡានឬបាត់ឡានបើតាមជំនឿគឺកំពុងប្រាប់មូលហេតុឬប្រផ្នូលអ្វីម្យ៉ាងដល់អ្នកយល់សពឲ្យបានដឹងពីហេតុកើតឡើងនៅក្នុងជីវិតពិតសវណ្ណឃើញរថយន្តបានន័យថាអ្វីដែលអ្នកគិតឬកំពុងធ្វើនឹងសម្រេចបានជោគជ័យជាពិសេសនឹងទទួលបានលាភតូចមួយគួរសមដែរសវណ្ណឃើញខ្លួនឯងកំពុងបើកឡានបានន័យថាក្នុងបញ្ហាភារកិច្ចការងារអ្នកប្រហែលជាត្រូវធ្វើចំណាក់ស្រុកឬមានការផ្លាស់ប្ដូរកាតព្វកិច្ចឬអាចត្រូវបានផ្លាស់ប្ដូរទីលំនៅជាដើមសវណ្ណឃើញឡានពេទ្យជាមួយអ្នករបួសបញ្ជាក់ថាអ្វីដែលអ្នកប្រាថ្នានឹងក្លាយជាការពិតដោយដែលអ្នកសង្ឃឹមទុកសវណ្ណថាឡានបានបាត់បង្ហាញថាអ្នកនឹងទទួលបានទ្រព្យសម្បត្តិដែលអាចមកពីសំណាងចំពោះភារកិច្ចការងារឬទទួលបានដំណឹងល្អឆាប់ៗនេះសវណ្ណឃើញឡានបាត់រកមិនឃើញបញ្ជាក់ថាក្នុងអំឡុងពេលនេះអ្នកគួរតែប្រយ័ត្ននឹងពាក្យសម្ដីខ្លួនឯងទៅកាន់នរណាម្នាក់ព្រោះសម្ដីរបស់អ្នកអាចមានគេយល់ច្រឡំរហូតបង្កទៅជាមានជម្លោះកើតឡើង